ហាងឬតូបកាហ្វេគឺជាអាជីវកម្មដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្នយើងអាចឃើញបានតាមរយៈចំនួនហាងដែលកំពុងតែរីកសុសសាយជាពិសេសចំណង់ចំណូលចិត្តនៅក្នុងការញ៉ាំកាហ្វេរបស់អតិថិជនដែលធ្វើឲ្យការលក់កាហ្វេហាក់បីដូចជាមានប្រជាប្រិយភាពលោកសុករទ្ធីដែលជាអ្នកស្រឡាញ់អាជីវកម្មកាហ្វេបានប្រើប្រាស់ទុនប្រមាណ$500ក្នុងការចាប់ផ្ដើមអាជីវកម្មដំបូងបាទសូមជំរាបសួរឲ្យស្វាគមន៍ខ្ញុំបាទឈ្មោះសុករទ្ធីជាម្ចាស់អាជីវកម្ម Venice Coffee ជាក្រុមហ៊ុនខ្នាតទូចហើយក៏មានហាងកាហ្វេហើយក៏បង្រៀននៅការឆុងកាហ្វេបើគិតមើលទៅដូចជាខ្ញុំចាប់ផ្ដើមមកតាំងពី2015មកដល់ពេលបច្ចុប្បន្ននេះវាខ្ទង់ល្បាក់ប្រហែលជា7 ទៅ 8 ឆ្នាំហើយក្នុងឆ្នាំ2007គឺខ្ញុំបានចាប់ផ្ដើមគិតថាយើងមានទស្សនវិស័យខ្ញុំស្រឡាញ់កាហ្វេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមសិក្សាស្វែងយល់អំពីកាហ្វេឆ្ងាញ់យ៉ាងម៉េចកាហ្វេមិនឆ្ងាញ់យ៉ាងម៉េចអាជីវកម្មរបស់ខ្ញុំដំបូងយើងចាប់ផ្ដើម2015ជាមួយនឹងកញ្ចប់លុយយើងអត់មានលុយច្រើនយើងខ្សែសំបានតិចតួចយើងមានត្រឹមដើមទុន$500យើងចាប់ផ្ដើមពីអាទិះទូចមួយនៅទីតាំងមួយនៅម្ដុំផ្សារសវណ្ណាយើងហ្នឹងហើយវាជាផ្លូវតលស្ងាត់អត់សូវមានគេធ្វើដំណើរច្រើនប៉ុន្តែខ្ញុំឆ្លៀតឱកាសហ្នឹងគឺខ្ញុំចាប់ដើមនៅទីហ្នឹងតែម្ដងចាប់ដើមដំបូងយើងមិនទិញគ្រាប់កាហ្វេមក2-3គ្រាប់2-3តំបន់មកដែលឲ្យគេលីងឲ្យហើយយើងយកវាមកធ្វើរសជាតិផ្ទាល់ប្រចាំនៅហាងរបស់យើងតែម្ដងពេលដែលចាប់ដើមដំបូងវារៀងកំសត់បន្តិចដោយសារយើងគេអត់ស្គាល់ហើយយើងលក់បានប្រហែលជា10 ទៅ 15 កែវនៅថ្ងៃដំបូងប៉ុន្តែដល់ពេលក្រោយមកទៀតមកបានយើងសន្សំលុយទៅយើងទិញបានម៉ាស៊ីនកាលនោះយើងចំណាយទៅលើម៉ាស៊ីននេះវាខ្ទង់ជា$6,000អញ្ចឹងយើងត្រូវសន្សំលុយរយៈពេល 2-3 ខែអញ្ចឹងទៅហើយដល់ពេលយើងអាចមានលទ្ធភាពទិញបានម៉ាស៊ីនឆុងដៃពីរមួយហើយយើងស្រឡាញ់ពងមកយូរហើយពួកខ្ញុំក៏គិតថាយើងអត់មានលុយដើម្បីធ្វើអាទិះទំនើបឬក៏អីទេអញ្ចឹងយើងព្យាយាមច្នៃអ្វីដែលសាមញ្ញហើយយើងដាក់លក់ជា outdoor ហើយខ្ញុំគិតថាក្នុងឆ្នាំ2015មានតែ Venice Coffee ដែលយើងធ្វើបែបហ្នឹងយើងដាក់លក់ outdoor នៅខាងក្រៅបង្ហាញឲ្យអ្នកជិះគេមើលឃើញអីចឹងទៅអញ្ចឹងផ្លូវដែលធ្លាប់តែស្ងាត់បែរជាពួកយើងលក់បានច្រើនយើងលោតពីមួយថ្ងៃ10 ទៅ 15 កែវឡើងមក2 ទៅ 300 កែវក្នុងមួយថ្ងៃអញ្ចឹងបន្ទាប់ពីចន្លោះពី3 ទៅ 6 ខែហ្នឹងដែលពួកយើងខំប្រឹងមកយើងបានម៉ាស៊ីនបានអីមកយើងឡើងតែម្ដងដំបូងវាអញ្ចេះដោយសារខ្ញុំធ្វើការឲ្យគេយូរហើយអញ្ចឹងពេលដែលចេញមករកស៊ីរៀងខ្លាចអញ្ចឹងឧបសគ្គធំគឺខ្លាចក្នុងការដែលចេញមករកស៊ីប៉ុន្តែដោយសារតែខ្ញុំមានក្តីសម័យខ្ញុំចង់ធ្វើជាអ្នកជំនួញហើយជាពិសេសគឺកាហ្វេហ្នឹងតែម្ដងជាអ្នកជំនួញតែខ្ញុំផ្ដោតអារម្មណ៍ទៅលើកាហ្វេអញ្ចឹងខ្ញុំរកឃើញថាគោលដៅរបស់ខ្ញុំគឺកាហ្វេខ្ញុំមិនខ្វល់តែអ្វីដែលតាក់ទងពីកាហ្វេខ្ញុំត្រូវតែរៀនទាំងអស់ត្រូវតែសិក្សាលើវាទាំងអស់អញ្ចឹងតើខ្ញុំហ៊ានដាក់ទុនហើយចេញវាមកធ្វើហ្មងហើយធ្វើរយៈពេលចន្លោះពី1ឆ្នាំគឺខ្ញុំអត់អាចយកលុយនឹងមកចាយវាតម្រូវការខ្លួនឯងបានទេចា៎នៅវាជាឧបសគ្គធំសម្រាប់ខ្ញុំហើយពីព្រោះខ្ញុំត្រូវការមានលុយចាយវាបើយើងនិយាយត្រង់ទៅវាត្រូវការលុយចាយវាបង់លុយផ្ទះផងចាយវាជីវភាពផ្ទាល់ខ្លួនផងអីចឹងទៅប៉ុន្តែដោយសារខ្ញុំបានបំរុងទុកលុយមួយចំនួនដើម្បីខ្ញុំអាចទប់ទល់បានរយៈពេល1ឆ្នាំអញ្ចឹងពេលដែលចេញមកគឺប្រឈមមុខខ្លាំងគឺយើងលក់វាអត់បានច្រើនទេដល់ពេលយើងលក់បានរៀងមានលុយចំណេញមកយើងច្រើនតិចយើងត្រូវវិនិយោគយើងមានហាងកាហ្វេតូចហាងកាហ្វេធំយើងត្រូវការដឹងទាំងអស់ហ្នឹងជាអ្វីមួយដែលគឺខ្ញុំសិក្សាស្វែងយល់ថាស្អីខ្លះដែលពាក់ព័ន្ធជាមួយនឹងកាហ្វេបច្ចុប្បន្ននេះយើងមានបុគ្គលិកដែលជាបើថាយើងនិយាយចំយើងជា small business ជា family business អញ្ចឹងយើងមានសមាជិកនៅក្នុងក្រុម link ហ្នឹងចូលប្រហែលជា4នាក់ហើយអញ្ចឹងវាមានខ្ញុំដែលជាមេហើយតបទៅមកយើងមានក្រុមយើងមានប្អូនមួយទៅគាត់ដើរតួនាទីគាត់ជា sale អញ្ចឹងទៅយើងមានប្អូនម្នាក់ដែលគាត់ត្រូវខាងផ្នែកដឹកជញ្ជូនដែរ
អញ្ចឹងតែពេលខ្លះឥឡូវនេះវាទាន់សម័យអញ្ចឹងយើងពេលខ្លះទៅយើងដឹកឲ្យពេលខ្លះទៅយើងផ្ញើតាមប្រព័ន្ធដឹងជូនផ្សេងៗអញ្ចឹងទៅសម្រាប់បងប្អូនដែលគាត់ចង់ចាប់ផ្ដើមអាជីវកម្មកាហ្វេគាត់ត្រូវគិតឲ្យច្បាស់ថាគាត់ពិតជាចង់គាត់ពិតជាស្រឡាញ់នៅក្នុងការងាររកស៊ីនឹងអត់ព្រោះបទពិសោធន៍របស់ខ្ញុំជាមួយនឹងអតិថិជនគាត់មកសុំរៀនសូត្រពីការរកស៊ីពីពួកយើងហើយយើងជួយគាត់កន្លងមកបានថាអ្នកជោគជ័យវាមានមិនច្រើនប្រហែលទេដោយសារអ្នកខ្លះគាត់ឃើញគាត់កូពីតាមគេគាត់ឃើញគាត់រត់មកធ្វើហើយប៉ុន្តែគាត់អត់បានមើលថែទាំវាបានល្អអញ្ចឹងធ្វើអាជីវកម្មរបស់គាត់បានបរាជ័យតាមនឹងដែរតែមានខ្លះទៀតគាត់ពិតជាស្រឡាញ់គាត់រៀនគាត់ខំប្រឹងប្រែងរៀនអំពីការហ្នឹងហើយយើងតែងតែផ្ដោះផ្ដងគ្នាអញ្ចឹងទៅហើយអញ្ចឹងទៅគាត់ក៏បានជោគជ័យទៅហើយនៅខ្លះទៀតក៏ចំណូលល្អសម្រាប់អាជីពគ្រួសាររបស់ពួកគាត់ហើយអញ្ចឹងទៅសំខាន់គឺយើងច្បាស់លាស់ថាយើងពិតជាស្រឡាញ់ហើយបើយើងធ្វើហើយយើងត្រូវមានពេលដើម្បីថែទាំវាបានល្អលើសពីការលក់កាហ្វេលោកក៏បានផ្ដល់វគ្គបង្រៀនឆុងទៅដល់អ្នកដែលចាប់អារម្មណ៍ផងដែរលោកបន្ថែមទៀតថាបើសិនជាយើងចង់ចាប់ដើមអាជីវកម្មណាមួយមិនចាំបាច់ទាល់តែមានដើមទុនច្រើននោះទេសំខាន់មានចិត្តចង់ចេះចង់ដឹងនិងចាប់ដើមធ្វើរហូតមកដល់ពេលនេះហាងកាហ្វេរបស់លោកត្រូវបានអតិថិជនគាំទ្រព្រោះជាហាងនៅក្នុងស្រុកចំណែកឯតម្លៃគឺចាប់ពី 7,000 ទៅ 8,000 រៀលពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា